ដែលធ្វើអង្គមានសភាពទន់ងាយស្រួលក្នុងការដាំទី3ភាពល្បីល្បាញនៅលើឆាកអន្តរជាតិនៅក្នុងឆ្នាំ2019ស្រូវ ST25 ទទួលបានចំណាត់ថ្នាក់ជាស្រូវល្អជាងគេនៅក្នុងពិភពលោកឬក៏ World Best Rice នៅក្នុងកម្មវិធី World Rice Conference នៅក្នុងប្រទេសហ្វីលីពីនពិសេសនោះគឺស្រូវ ST25 កំពុងតែធ្វើដំណើរក៏ដូចជាធ្វើទីផ្សារទៅកាន់ប្រទេសដូចជាសហរដ្ឋអាមេរិកអូស្ត្រាលីបារាំងជប៉ុននិងសិង្ហបុរីផងដែរទី4តំបន់ដែលអាចដាំដុះវាត្រូវបានដាំដុះចម្បងនៅតំបន់វាលភក់មេគង្គជាពិសេសខេត្តសៀមរាបដែលមានដីសណ្ដោនិងទឹកសម្រាប់ស្រោចស្រពនិងអាកាសធាតុសមស្របចំពោះបច្ចេកទេសវិញកសិករបានប្រើប្រាស់វិធីសាស្ត្រដាំដុះប្រកបដោយនិរន្តរភាពដូចជាការគ្រប់គ្រងទឹកត្រឹមត្រូវនិងកាត់បន្ថយការប្រើប្រាស់ជីជាដើមទី5ឥទ្ធិពលសេដ្ឋកិច្ចនិងតម្លៃស្រូវក្រោយពីទទួលបានពានរង្វាន់ World Best Rice ស្រូវ ST25 ហាក់បីដូចជាកើនឡើងក្នុងការនាំចេញទៅទីផ្សារអន្តរជាតិជាពិសេសប្រទេសអាស៊ីអឺរ៉ុបក៏ដូចជាបស្ចិមបូព៌ាផងដែរចំពោះតម្លៃវាត្រូវបានលក់ខ្ពស់ជាងតម្លៃស្រូវធម្មតាប្រហែល$1,200ទៅ$1,500ក្នុងមួយតោនដែលអាចធ្វើឲ្យកសិករមានចំណូលប្រសើរឡើងផងដែរចំពោះតម្លៃនៅក្នុងស្រុកឬក៏នៅក្នុងប្រទេសវៀតណាមវិញស្រូវ ST25 នេះគឺមានតម្លៃចាប់ពី$20,000ទៅ$30,000ឬស្មើនឹង85សេនទៅ$1.3សេនចំពោះទីផ្សារនៅលើអន្តរជាតិដូចជាប្រទេសអាមេរិកនិងសហភាពអឺរ៉ុបផ្សេងៗទៀតតម្លៃស្រូវនេះអាចកើនឡើងដល់$5ទៅ$10ក្នុង1គីឡូក្រាមនេះគឺជាតម្លៃមួយដែលខ្ពស់មែនទែនបងប្អូនតែធៀបទៅនឹងស្រូវនៅក្នុងប្រទេសកម្ពុជាយើងដែលមានតម្លៃត្រឹមតែ1គីឡូ1000ឬក៏ទៅ1400ប៉ុណ្ណោះនៅវីដេអូបន្ទាប់ខ្ញុំនឹងនិយាយអំពីស្រូវផ្កាយរំដួលនៅក្នុងប្រទេសកម្ពុជាយើងវិញម្ដងថាវាមានកម្រិតលទ្ធភាពខ្ពស់ប៉ុណ្ណាដែលអាចប្រកួតប្រជែងនៅក្នុងឆាកអន្តរជាតិនេះបានប្រសិនបើបងប្អូនគិតថាវីដេអូនេះមានប្រយោជន៍សូមមេត្តាបងប្អូនជួយចុច follow ក៏ដូចជាទៅ subscribe នៅក្នុង YouTube របស់ខ្ញុំម្នាក់មួយផងសូមអរគុណ